បងប្អូនអ្នកមើលស្គាល់បន្លែដែលខ្ញុំធ្វើម្ហូបនេះអត់បងប្អូនដែលស្គាល់បងប្អូនអាច comment ក្នុងវីដេអូខ្ញុំបានជំរាបសួរនិងសួស្តីពុកម៉ែបងប្អូនដែលចូលចិត្តមើលវីដេអូខ្ញុំទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងពួកខ្ញុំទៅដាក់ផ្កាយដាក់មងក្នុងព្រៃបងប្អូននេះគឺសកម្មភាពខ្លះៗអញ្ចឹងបងប្អូនដែលចង់តាមដានវីដេអូពេញបងប្អូនអាចមើលក្នុង YouTube ខ្ញុំបានហើយវីដេអូវែងអានេះជាសកម្មភាពខ្លះៗនៃការធ្វើដំណើរពួកខ្ញុំទេអញ្ចឹងក្នុងវីដេអូនេះពួកខ្ញុំបានទៅខាងភូមិកាឡៃផ្លូវភ្នំកាច់ចកេះបងប្អូនឃើញផ្លូវដែលគេឈូសបងប្អូនចូលហើយបន្ទាប់មកក៏ដល់ចការពួកខ្ញុំបានរៀបចំចងផ្កាយចង់អីដើម្បីពេលយប់ពេលរៀបចំទៅដាក់ផ្កាយហើយមុននឹងចេញក៏ធ្វើម្ហូបជាមួយស្លឹកល្ពៅអញ្ចឹងបងប្អូនអត់ស្គាល់ស្លឹកល្ពៅចប់ហើយអញ្ចឹងមានអ្នកចការអ្នកស្រែគឺអានឹងជាតិណាដាក់មួយសាច់គោសាច់ជ្រូកឆាអញ្ចឹងមែនគឺឆ្ងាញ់មែនតើហើយបញ្ជាក់បងប្អូននេះវីដេអូនេះជាសកម្មភាពដែលកាត់ទេហើយវីដេអូដែលពេញខ្ញុំនឹងផុសក្នុង channel YouTube ខ្ញុំអញ្ចឹងបងប្អូនដែលអត់ទាន់ Subscribe channel YouTube ខ្ញុំកុំភ្លេចជួយ Subscribe ម្នាក់មួយផងណាព្រោះខ្ញុំឥឡូវក៏ធ្វើវីដេអូវែងក្នុង YouTube ដែរជីវិតទេអត់នៅផ្ទះអត់ព្រមនៅទេម៉ែអើយអញ្ចឹងខ្ញុំគ្នាដេកផ្ទះចង់បាក់ឡើងអញ្ចឹងវេទនាអញ្ចឹងចាំណាដេកអញ្ចឹងណែតអញ្ចឹងមិនសុបាយហ៎គាត់តែខៃបើវិញទឹកវាឡើងអង្គុយចាំក្នុងពេលឥឡូវយើងឆ្លងគ្នាព្រោះនេះនឹងទឹកធំឡើងឆ្លងផ្លូវកើតទៅបងប្អូនឃើញអត់ធ្វើមហូបបណ្ដាតែឃើញស្រូវគេដាំ logo គាត់តែឃើញអត់អត់អ្នកមើលតែឃើញគេដាំស្រូវ logo គាត់ស្រូវប្រាំងមិនស្រូវប្រាំងវាស្រូវដូចគ្នាដាំលើប្រាំងស្រូវតែដូចតែគ្នាបងហ្នឹងបានតំណងដាក់តិចមកតិចមកវីដេអូនេះមុនកើតហេតុម៉ែដេញចេញពីផ្ទះព្រោះអត់ចាស់ទៅទេជួយអូនេះរើអត់ចាយមែនទេមានអីចង់ផ្ដាំទៅអ្នកបោះតង់ក្រោយចង់ប្រាប់ថាសបាយបោះតង់លើក្រោយទៀតសបាយលើហ្នឹងទៀតមានអីវូនលេហេតុមានឡើងហេតុជីវិតដេកផ្ទះស្រួលជាងត្រូវចាំថាបោះតង់ហើយដេកផ្ទះស្រួលជាងហ្នឹងបានតំណងដាក់តិចមកតិចអូខេឥឡូវតិចហើយអូយម៉ោង8នៅក្មេងៗណាគេចាប់ធ្វើទាហាន